ទូកចំនួន23ទូកថវិកាចំនួន1លានរៀលក្នុង1ទូកដែលបានមកពីដែលក្នុងនោះមកពីស្រុកបរិបូរចំនួន3ទូកស្រុកជុលគិរីចំនួន11ទូកស្រុកកំពង់ត្រឡាចចំនួន9ទូកសរុបទាំងអស់មានចំនួន24ទូកស្មើនឹងថវិកា23លានរៀលទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីជាថ្មីម្ដងទៀតគណៈកម្មការទូកងអាវ៉េរៀបត្បូងឃ្មុំសូមថ្លែងអំណរគុណលោកអាយណូនៅការឧបត្ថម្ភទឹកសុទ្ធ20យួរលោកណេតយិនទឹកសុទ្ធ20យួរលោករតជាងមាសទឹកសុទ្ធ20យួរបាទធីតានិងបញ្ញាទឹកសុទ្ធ20យួរផងដែរគណៈកម្មការទូកងយុទ្ធវង្សសែនជ័យបាទស្ថិតនៅក្នុងភូមិអន្លង់ទ្រាសូមថ្លែងអំណរគុណចំពោះអាដាមវងពិសេនដែលបានបឋមនៅថវិកាចំនួន5លានរៀលមីមួយកេះធំទឹកសុទ្ធ70កេះត្រីខ1កេះអង្ករ100កេះ IC call 25កេះផងដែរបាទឥឡូវយើងបន្តទេសនាបាទគូទី113អំបញ្ញមិញខ្ញុំបានជម្រាបជូនមកហើយបាទសង្ហាមានជ័យខ្សែទឹកខាងក្រៅការពីជើងទី1ចាញ់បាទឥឡូវដូរមកខ្សែទឹកបាទខាងក្នុងវិញនៅតែបន្តចាញ់ទេឥឡូវព្រះនេតទឹកហនុមានសែនជ័យល្អណាស់បាទឯកសណ្ឋានពណ៌លឿងខ្សែទឹកខាងក្រៅនៅតែបង្ហាញអំពីសិទ្ធិផលឡើងល្អគឺទូកលេខ143ព្រះនេតទឹកហនុមានសែនជ័យនៅតែបន្តទទួលបានជ័យជំនះដដែលបាទយើងក៏លេខទៅមើលគូបន្តទៀតបាទសុកលក្ខ114ក្តាមប្រៃមកទៀតហើយក្តាមប្រៃខ្សែទឹកខាងក្នុងឈ្នះការវិជើងទី1ឥឡូវខ្សែទឹកខាងក្រៅក៏នៅតែល្អដែរនាំមុខបាទនាំមុខទៅលើបាទខ្សែទឹកខាងក្នុងព្រះពិរុនសែនដៃជះសែនជ័យបាទសេរីមង្គលបារមីបាទឈុំឆ្លាងបាទឥឡូវយ៉ាងមើលបាទមកដល់មុខនឹងពលិជ័យនឹងវេទិកាកិត្តិយសក៏នៅតែបង្ហាញអីយ៉ាបាទអមិញមែនហើយបាទព្រះពិរុនដៃជះសែនជ័យសេរីមង្គលបារមីឈុំឆ្លាងនេះដកដែរបាទតន់ឬមិនតន់ដកអើយអូយបើតែនៅយឺតពេលហ្នឹងมันអាចតន់ទេបាទក្តាមប្រៃនៅតែប្រៃចឹងបាទឥឡូវទទួលបានជ័យ